Bàសូមជម្រាបសួរពុកម៉ែបងប្អូនជាទីមេត្រីទាំងអស់គ្នាប្រហែលថ្ងៃនេះផ្ទុះរឿងសាំងមែនតែនដល់ថ្នាក់ដឹកនាំបានប្រកាសឲ្យថាកុំឲ្យសូមអំពាវនាវដល់ការ៉ាស់សាំងសូមមេត្តាកុំកេងចំណេញពេលមួយផ្លែតហ្នឹងធ្វើឲ្យសាំងឡើងថ្លៃហើយខ្ញុំមើលទៅហាក់ដូចជាកក្រឹកកក្រែងមែនតែនរឿងសាំងហ្នឹងផ្ទុះក្នុង Facebook ផ្ទុះខ្លាំងមែនតែនអញ្ចឹងខ្ញុំសូមមានមតិយោបល់និងបញ្ចេញខ្លះអំពីបញ្ហាហ្នឹងដែរគឺសាំងឡើងថ្លៃនេះខ្ញុំសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋអ្នកលក់សាំងទាំងអស់សូមមេត្តាកុំទិញសាំងស្តុកទុកអីព្រោះធម្មតាវាឡើងហើយប៉ុន្តែចំណេញហើយលក់អញ្ចឹងប៉ុន្តែធ្វើបាបឯណាធ្វើបាបប្រជាពលរដ្ឋតែពេលយើងកំហុកទៅទិញហ្នឹងធម្មតាផលិតផលផលិតមកបានថា100យើងពេលយើងទៅទិញដល់200ដើម្បីយកមកស្តុកទុកតើមានផលិតផលណាលក់យើងកាលណាអត់មានផលិតផលលក់នោះរបស់ហ្នឹងនឹងវាឡើងថ្លៃហើយអញ្ចឹងសូមមេត្តាបងប្អូនយើងទិញតែដូចធម្មតាមកល្មមមកពេលវាឡើងទៀតទៅយើងលក់ឡើងទៀតទៅតាមអញ្ចឹងទៅកាលណាបងប្អូនទិញអញ្ចឹងវាក៏ឡើងកំហុកធ្វើបាបតែប្រជាជនឯងហ្នឹងបងប្អូនយល់បងប្អូនអ្នកលក់គឺចំណេញដែរតែសម្រាប់ប្រជាជនយើងគឺលំបាកមកពេលហ្នឹងលំបាកខ្លាំងហើយយើងទិញហ្នឹងក៏មិនប្រកាសថាសាំងហ្នឹងវាឡើងរហូតឯណាជួនកាលទៅឥឡូវវាឡើងដោយសារវិបត្តិសង្គ្រាមចុះទៅសង្គ្រាមជាប់មួយខែទៀតឬក៏2ខែទៀតវាជាប់សាំងនឹងវាចុះថោកវិញទៅព្រោះប្រទេសអឺរ៉ុបទាំងមូលគេគិតតែរឿងសាំងឡើងថ្លៃហ្នឹងវាគិតទូទាំងពិភពលោកហើយគេគិតរឿងបញ្ហាហ្នឹងខ្លាំងមែនតើហើយព្រោះឥឡូវវាកំពុងតែឡើងដោយសារវិបត្តិសង្គ្រាមអញ្ចឹងយើងគួរតែពិចារណាទាំងអស់គ្នាសូមកុំទិញទុកអីកាលណាទិញច្រើនពេកយើងធ្វើឲ្យពិបាកក្នុងប្រទេសយើងទិញទៅចាក់ធម្មតាទិញមកប្រហែលធ្លាប់ទិញប្រហែលកានយើងទិញតែប៉ុណ្្នឹងទៅយើងកុំទិញលើសចំណុះពេកហើយបងប្អូនអ្នកលក់សាំងអញ្ចឹងដែរមានលក្ខណៈការ៉ាស់ហើយសូមកុំឡើងឡើងថ្នាក់កេងចំណេញមកផ្លែតហ្នឹងធ្វើបាបតែប្រជាជនខ្លួនឯងខ្ញុំយល់អ្នកមានការ៉ាស់សាំងមិនមែនសិតតែអ្នកអត់ណាសិតតែអ្នកមានអញ្ចឹងគួរណាស់ដែលគិតវាចំណេញហើយទៅបីលក់តម្លៃសមរម្យក៏វានៅចំណេញដែរព្រោះយកមកវាចំណេញស្រាប់ទៅហើយបងប្អូនលក់ឲ្យលើគុណជា2អីនឹងធ្វើបាបពីណាតែយើងមានភាពជាខ្មែរដែរយើងចេះស្រឡាញ់គ្នាដែរអញ្ចឹងគួរតែគិតទាំងអស់គ្នាដើម្បីឲ្យប្រទេសយើងរីកចម្រើនកាលណាសាំងឡើងថ្លៃពេកកំហុកពេករបស់របរក៏ឡើងថ្លៃទៅតាមនឹងដែរលំបាកពីណាលំបាកតែប្រជាជនកម្មករកសិករអ្នកដែលអត់ទុនខ្សោយនឹងពិបាកដោយកម្មកររោងចក្រអីកាលណាឡើងរបស់របរសាំងឡើងរបស់របរឡើងទំនិញឡើងថ្លៃរួចប្រាក់ខែមិនមែនឡើងឯណាមួយឆ្នាំឡើង30-40រៀលណាមួយឆ្នាំឡើងតែ5រៀលឯហ្នឹងរួចដល់ពេលឡើងអញ្ចឹងងាប់គ្នាអញ្ចឹងខ្ញុំមានមតិយោបល់តែប៉ុណ្្នឹងសូមបងប្អូនគិតទាំងអស់គ្នាទៅ